នេះគឺជាអានកំបាំងធំបំផុតនៅលើបណ្ដាញសង្គមអ៊ីនធឺណិតដែលបានបោកប្រាស់ខួរក្បាលនិងធ្វើឲ្យមនុស្សរាប់លានអ្នកនៅជុំវិញពិភពលោកមានការភ័យតក់ស្លុតរហូតដល់គេមិនលក់តែអ្នកទាំងអស់គ្នាធ្លាប់ឮពាក្យថា SCP Foundation ដែរទេនៅក្នុងពិភពពិត SCP គ្រាន់តែជាគម្រោងសរសេររឿងប្រឌិតបែបភ័យរន្ធត់រួមគ្នាដ៏ធំមួយនៅលើអ៊ីនធឺណិតតែប៉ុណ្ណោះវាត្រូវបានចាប់កំណើតដំបូងនៅឆ្នាំ2007ដោយផ្ដើមចេញពីរឿងបិសាចបេតុងកាច់ក SCP-173 ហើយត្រូវបានរីកចម្រើនរហូតទៅដល់មានសាច់រឿងរាប់ពាន់រហូតមកដល់បច្ចុប្បន្នយើងនេះក៏ប៉ុន្តែនៅក្នុងពិភពប្រឌិតវិញ SCP គឺជាអង្គការសម្ងាត់អន្តរជាតិមួយដែលមានបេសកកម្មធំៗ3យ៉ាងគឺ Secure គឺមានន័យថារក្សាសុវត្ថិភាព Contain ដែលមានន័យថាឃុំឃាំងនិង Protect ដែលមានន័យថាការពារភារកិច្ចរបស់ពួកគេគឺដើរតាមប្រម៉ាញ់ចាប់ខ្លួនឃុំឃាំងបិសាចឬវត្ថុបណ្ដាសាឬបាតុភូតអធម្មជាតិទាំងឡាយណាដែលខុសពីច្បាប់ធម្មជាតិដើម្បីកុំឲ្យមនុស្សទូទៅបានដឹងពួកគេបានធ្វើការងារទាំងអស់នេះយ៉ាងឃោរឃៅបំផុតដោយបើវចនារបស់ពួកគេគឺពួកយើងសុខចិត្តស្លាប់ក្នុងភាពងងឹតដើម្បីឲ្យមនុស្សជាតិរស់នៅក្នុងពន្លឺថ្ងៃចុះសម្រាប់អ្នកទាំងអស់គ្នាវិញបើសិនជាថ្ងៃមួយអ្នកទាំងអស់គ្នាបានដើរទៅជួបនឹងបិសាច SCP ដែលមានពិតអ្នកនឹងជ្រើសរើសផ្លូវបែបណាហើយតើបិសាច SCP មួយណាដែលអ្នកភ័យខ្លាចបំផុតដែលអ្នកធ្លាប់បានដឹងកន្លងមកខមមិនខាងក្រោមវីដេអូនេះកុំភ្លេច follow អ្នកមួយផងណា